ពីតោះនៅសប្តាហ៍នេះយើងមករៀនប្រធានតែសេចក្តីបែបសុភាសិតអញ្ចឹងមុននឹងរៀនតែសេចក្តីបែបសុភាសិតយើងត្រូវការស្វែងយល់មូលដ្ឋានគ្រឹះនៅក្នុងប្រធានបែបសុភាសិតទាំងមុនសិនអញ្ចឹងមកមើលទាំងអស់គ្នាឃើញទេអញ្ចឹងយើងត្រូវស្គាល់និយមន័យសុភាសិតសិនអញ្ចឹងសុភាសិតមានន័យថាម៉េចសុភាសិតស្មើពាក្យសុទ្ធបងភាសិតដែលសុទ្ធនោះប្រែមកថាល្អភាសិតនោះគឺប្រែមកថាសម្ដីឬក៏ពាក្យដែលពីរោះអញ្ចឹងយើងយកអាន័យទាំងពីរហ្នឹងបងបញ្ចូលគ្នាមកយើងបានបង្កើតជានិយមន័យសុភាសិតមួយអញ្ចឹងគេថាម៉េចសុភាសិតគឺជាពាក្យល្អពីរោះមានន័យសេចក្តីគ្រប់គ្រាន់សម្រាប់អប់រំទូលមានកូនខ្មែរគ្រប់ចំនួនជាពិសេសតកតងទៅនឹងសិលធម៌រស់នៅប្រចាំថ្ងៃឃើញទេអាហ្នឹងគេហៅថានិយមន័យសុភាសិតបន្តមកទៀតយើងមកមើលពាក្យមិនទៅតែចាត់ទុកថាអាហ្នឹងគឺជាពាក្យសុភាសិតនេះមកមើលឧទាហរណ៍ឃើញទេនេះឧទាហរណ៍ទី1តក់ពេញបំពង់ឃើញទេអាហ្នឹងគឺជាសុភាសិតដែរព្យាយាមកុំបានសម្រេចអាហ្នឹងហើយគឺជាសុភាសិតទូទៅកំពុងនៅហ្នឹងអាហ្នឹងសុទ្ធតែជាសុភាសិតបាទទេតោះឥឡូវយើងមកស្គាល់ពីប្រភពសុភាសិតសិនយើងដឹងហើយថាសុភាសិតនេះគឺជាពាក្យអប់រំពាក្យណែនាំពាក្យល្អសំណួរសួរថាតើវាមានប្រភពមកពីណាហេតុអីសុខគេឲ្យយើងរៀនសុភាសិតហ្នឹងអញ្ចឹងនេះប្រភពអញ្ចឹងសុភាសិតកើតចេញពីបទពិសោធន៍ជីវិតរបស់មនុស្សប្រចាំថ្ងៃតោះណាអានេះគឺជាប្រភពទី1ប្រភពទី2តកតងទៅនឹងបញ្ហាផ្សេងៗដែលចាស់ជំនាន់មុនគាត់បានជួបប្រទះហើយគាត់ពីចឹងគាត់ទូមានណែនាំកូនចៅអត់ដែលនិយាយឬក៏ស្ដីបន្ទប់ទេគាត់តែប្រើពាក្យនៃបង្កប់នៃប្រៀបធៀបអញ្ចឹងបាទនាំឲ្យបង្កើតមានសុភាសិតថ្ងៃកើតឡើងបន្តមកទៀតគឺការចេញពីចំណេះដឹងរបស់ប្រជាជនតកតងទៅនឹងលក្ខណៈជាតិអញ្ចឹងពាក្យថាលក្ខណៈជាតិហ្នឹងពួកយើងយល់ហើយមានន័យខ្លះមានប្រពៃណីទំនៀមទម្លាប់ជំនឿសាសនាការអប់រំការដឹកនាំផ្នែកគំនិតអីហ្នឹងអានឹងសុទ្ធតែជាលក្ខណៈជាតិបាទតោះពេលយើងចូលមកមើលបន្តមកទៀតគឺចំណុចទី3តកតទៅគោលបំណងរបស់សុភាសិតគេរៀនសុភាសិតក្នុងគោលបំណងអីគេមិនអត់ប្រយោជន៍ទេណាយើងមើលពីគោលបំណងរបស់សុភាសិតអញ្ចឹងគឺគេចង់ឲ្យយើងសុភាសិតហ្នឹងគឺដាក់ទឿនយើងណាដាក់ទឿនយើងតែជាមនុស្សរស់នៅចំនួនក្រោយណាអត់ចេះគិតគូរពិចារណាមុនសម្រាប់ចិត្តនឹងធ្វើអ្វីមួយឧទាហរណ៍ថាឥឡូវយើងជិះម៉ូតូទៅលើផ្លូវយើងចង់ថែមលឿនប៉ុន្តែនៅឃើញសុភាសិតមួយជិះសន្សំកុំបោលឃើញទេគេគេការដាក់ទឿនណាតោះឥឡូវយើងចូលមកដល់ចំណុចទី4តកតទៅនឹងការបកស្រាយសុភាសិតវិញម្ដងអញ្ចឹងការបកស្រាយសុភាសិតនេះគឺយើងត្រូវយល់វាសិនតោះយើងត្រូវយល់អត្ថន័យនៃពាក្យនីមួយៗក្នុងភាសាខ្មែរនិងបរិបទសង្គមទើបយើងអាចយល់អត្ថន័យរបស់សុភាសិតនីមួយៗបានហើយតែយើងត្រូវយល់ពាក្យនីមួយៗក្នុងសុភាសិតព្រោះឯអាពាក្យនីមួយៗនេះក្នុងសុភាសិតហ្នឹងវាផ្សារភ្ជាប់ទៅនឹងជីវភាពរស់នៅឧទាហរណ៍ឥឡូវតក់ដល់អាហ្នឹងគេសំដៅដល់អីអត់អាហ្នឹងគេសំដៅដល់ដំណក់ទឹកស្រក់ចឹងវាមានច្រើនប្រភេទមានដំណក់ទឹកថ្នោតដំណក់ទឹកភ្លៀងអីហ្នឹងឃើញទេចុះបំពង់អីគេបំពង់នឹងគឺបំពង់សម្រាប់ត្រងទឹកថ្នោតបើយើងចង់យកទឹកថ្នោតបើយើងយកទឹកភ្លៀងអានឹងតទឹកហើយឃើញទេយើងត្រូវស្គាល់ពាក្យអញ្ចឹងតោះឥឡូវយើងមកតទៅទៀត